យុទ្ធសាស្ត្រច្របៃកោអ៊ីរ៉ង់តាមរបៀបថ្មីតើវត្តមានលោកត្រាំនៅទូគីជាសញ្ញានៃព្យុះសង្គ្រាមនយោបាយមែនទេនៅពីក្រោយស្នាមញញឹមការទូតនិងសាលប្រជុំដ៏ស្គមស្កៃនៃកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសទូគីវត្តមានរបស់លោក Donald Trump បានបង្កប់នៅអានកំបាំងលើពីសន្តិសុខអឺរ៉ុបធម្មតាចំពេលដែលវោហារសាស្ត្រប្រឆាំងអ៊ីរ៉ង់កំពុងឡើងកម្ដៅដល់ចំណុចពុះកញ្ជ្រោលសំណួរដ៏សំខាន់មួយបានកើតឡើងតើនេះគ្រាន់តែជាកិច្ចប្រជុំការទូតឬជាការគូសវាសផែនទីសង្គ្រាមថ្មីមួយប្រឆាំងនឹងទីក្រុងតេអ៊ីរ៉ង់សម័យកាលនៃការប្រើសម្ពាធយោធាឬសេដ្ឋកិច្ចដោយផ្ទាល់តែមួយមុខបានកន្លងផុតទៅហើយទីក្រុងវ៉ាស៊ីនតោនបានដឹងច្បាស់ថាសម្ពាធបែបចាស់មិនអាចបំបាក់ឆន្ទៈរបស់អ៊ីរ៉ង់បានឡើយអាស្រ័យហេតុនេះយុទ្ធសាស្ត្រថ្មីមួយត្រូវបានបង្កើតឡើងនោះគឺការដាក់សម្ពាធចម្រុះវាគឺជាការច្របាច់បញ្ចូលគ្នានៅសម្ពាធពីផ្ទៃក្នុងការរំខានដល់បរិយាកាសជុំវិញព្រំដែននិងការកសាងសម្ព័ន្ធភាពអន្តរជាតិដើម្បីឲ្យអ៊ីរ៉ង់ធ្លាក់ចូលក្នុងវដ្តនៃភាពទ្រុឌទ្រោមគោលដៅមិនមែនដើម្បីផ្ដួលរំលំដោយការវាយប្រហារតែមួយកន្លែងនោះទេប៉ុន្តែគឺដើម្បីធ្វើឲ្យយន្តការសម្រេចចិត្តរបស់អ៊ីរ៉ង់ត្រូវជាផ្គៀងក្នុងការដោះស្រាយវិបត្តិដែលកើតឡើងព្រមគ្នាទាំងក្នុងនិងក្រៅប្រទេសយុទ្ធសាស្ត្រនេះបានកំណត់គោលដៅលើភាពធន់របស់ប្រជាជនតាមរយៈការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាធម្មពលទឹកនិងការដឹកជញ្ជូនអាមេរិកចង់បង្កើនការលំបាកក្នុងជីវភាពប្រចាំថ្ងៃដើម្បីឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបង្វែរកម្លាំងពីយុទ្ធសាស្ត្រតំបន់មកត្រឹមតែការគ្រប់គ្រងកំហឹងរបស់ពលរដ្ឋខ្លួនឯងវិញទន្ទឹមនឹងនេះខែលការពាររបស់អ៊ីរ៉ង់ក៏កំពុងត្រូវបានវាយប្រហារដែរអាមេរិកនិងអ៊ីស្រាអែលកំពុងរៀបចំផែនការឲ្យតំបន់ជុំវិញអ៊ីរ៉ង់ក្លាយជាសមរភូមិនៅតាមព្រំដែនធ្វើឲ្យសកម្មភាពនៅតំបន់អសន្តិសុខនៅតាមច្រករបៀងសំខាន់ៗចំពោះសម្ព័ន្ធមិត្តបង្កើនការវាយប្រហារលើអនៃចលនាតស៊ូដូចជា Hezbollah Houthi និងក្រុមតស៊ូនៅអ៊ីរ៉ាក់ដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់អ៊ីរ៉ង់កិច្ចប្រជុំនៅទូគីបានប្រែក្លាយបញ្ហាអ៊ីរ៉ង់ពីចំនួនទ្វេភាគីឲ្យទៅជាបញ្ហាសន្តិសុខពិភពលោកត្រាំបានប្រើប្រាស់វេទិកានេះដើម្បីចងជើងអឺរ៉ុបផ្សារភ្ជាប់បញ្ហាអ៊ីរ៉ង់ទៅនឹងសន្តិសុខធម្មពលនិងសង្គ្រាមអ៊ុយក្រែនដើម្បីបង្ខំឲ្យអឺរ៉ុបចូលរួមក្នុងយុទ្ធសាស្ត្រសម្ពាធអតិបរមាទាញយកផលប្រយោជន៍ពីទូគីប្រើប្រាស់ឥទ្ធិពលភូមិសាស្ត្ររបស់ទូគីដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ពីទិសពាយ័ព្យនិងខាងលិចនិងដើម្បីប្រើប្រាស់ស៊ីរីជាឈ្នន់កំណត់រចនាសម្ព័ន្ធស៊េរីឡើងវិញដើម្បីច្របាច់កក្រុម Hezbollah និងកាត់ផ្តាច់ខ្សែស្រឡាយយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់រីឯការរៀបចំសម្រាប់ភូមិឡើងវិញពីកាសាដល់យេម៉ែនផែនការនេះមិនមែនជារឿងដាច់ដោយឡែកពីគ្នានោះទេកាសានិង West Bank អ៊ីស្រាអែលកំពុងបដូរយុទ្ធសាស្ត្រពីការប្រយុទ្ធមកជាការគ្រប់គ្រងទឹកដីទាំងស្រុងដើម្បីបង្វែរកម្លាំងទៅកំទេចចលនាតស៊ូនៅតំបន់ West Bank និងនៅយេម៉ែនការបង្កើតសេនាធិការដ្ឋានយេម៉ែនក្នុងស្ថាប័នចរកម្មមូសាដគឺជាសញ្ញាព្រមានថាយេម៉ែនអាចនឹងក្លាយជាគោលដៅបន្ទាប់នៃប្រតិបត្តិការយោធាទំហំធំរបស់អាមេរិកនិងអ៊ីស្រាអែលទោះបីជាសហរដ្ឋអាមេរិកព្យាយាមកសាងរចនាសម្ព័ន្ធសម្ពាធដ៏ស្មុគស្មាញនិងមានច្រើនស្រទាប់យ៉ាងណាក៏ដោយក៏ប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថាវិស្វកម្មពីខាងក្រៅមិនដែលឈ្នះឆន្ទៈម្ចាស់ស្រុកឡើយសម្រាប់ធ្នាប់ពិតប្រាកដនៅអាស៊ីខាងលិចមិនមែនកើតចេញពីបេះរបស់មេដឹកនាំនៅវ៉ាស៊ីនតោននោះទេប៉ុន្តែវាត្រូវសរសេរឡើងវិញដោយឈាមនិងការបដិញ្ញាចិត្តរបស់ប្រជាជាតិក្នុងតំបន់ដែលប្រឆាំងនឹងការត្រួតត្រារាល់ផែនការច្របាច់កឬសម្ពាធអតិបរមាដែលមិនបានគិតដល់មូលដ្ឋានគ្រឹះនៃសង្គមនិងភាពរឹងមាំនៃចលនាតស៊ូនឹងត្រូវធ្លាក់ចូលក្នុងអន្លង់នៃការបរាជ័យជាថ្មីម្ដងទៀតដោយកាលពីអតីតកាលដូច្នោះដែរជារួមអនាគតរបស់អាស៊ីខាងលិចនឹងត្រូវសម្រេចដោយមនុស្សដែលរស់នៅទីនោះមិនមែនដោយអ្នកដែលព្យាយាមគ្រប់គ្រងវាពីចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រនោះឡើយ